ជំរាបសួរបងដែលត្រូវការម៉ាស៊ីន Fujifilm ប្រភេទទូចៗខ្ញុំសូមណែនាំ XM5 សម្បីរៀង XM5 នឹងបើធៀបជាមួយពួកXA7 ចង់រៀងទូចតតឹងចង់រៀងទូចកពស់ឲ្យប៉ុនគ្នាប៉ុន្តែខ្ញុំសូមនិយាយអំពីគុណសម្បត្តិនៃ Fujifilm XM5 Fujifilm XM5 គឺធ្វើឡើងសម្រាប់បងណាដែលគាត់ត្រូវការ color Fujifilm simulation គឺនៅលើនឹងមាន vivid មាន standard មាន FS3 មានច្រើនមែនតើមាន classic chrome ហើយអានេះគឺជា main color នៃ Fuji ប៉ុន្តែយើងក៏អាចសេរី recipe បន្ថែម sharpness shadow contrast ប្រហែល Kelvin អីចឹងបន្ថែមបានដូចគ្នាហើយម៉ាស៊ីននេះគឺភ្ជាប់មកជាមួយនឹងរុន micro HDMI មានជាមួយនឹងរុន microphone មានជាមួយនឹងរុនដោតម៉ៃមានរុនដោតកាសនិយាយទៅម៉ាស៊ីននេះបើអ្នកធ្វើ vlog កាន់តែល្អព្រោះមានកន្លែងដោតកាសកន្លែងដោតម៉ៃមកជាមួយទាំងអស់ហើយម៉ាស៊ីននេះគឺអាចប្រើ flash បន្ថែមបានយើងអាចទិញ flash TTL ឬក៏អត់ flash TTL ក៏បានដែរគ្រាន់ TTL វារៀងថ្លៃតែវាស្រួលប្រើម៉ាស៊ីននេះអាចកាត់អេក្រង់ចេញខាងក្រៅបានដោយបងបានឃើញអញ្ចឹងចាហើយប្រើថ្ម W126S ដូចជា model X100VI ដែរម៉ាស៊ីនសម្រាប់ម៉ាស៊ីនដូឡែនគឺល្អក្នុងករណីដែលយើងចង់ថតសកម្មភាពគ្រប់ពេលវេលាមួយទៀតបងដែលគាត់ជាង make up ខ្ញុំចង់និយាយបន្តិចកុំគិតថាម៉ាស៊ីននេះអន់ប្រើអត់បានសំខាន់បងដូឡែនម៉ាស៊ីនដូឡែនគឺអាស្រ័យជាមួយនឹងឡែនជាចម្បងហើយម៉ាស៊ីនអាចថាក៏វាអាស្រ័យដែរប៉ុន្តែម៉ាស៊ីនវាបើយើងដូរឡែនគឺដូចថាយើងចង់ព្រាលយើងដាក់ឡែនព្រាលគឺព្រាលហ្មងចាតែយើងធ្វើទៅតាមបាត់ចិត្តអានេះគេឡៃនេះភ្លើង focus XM5 ជាម៉ាស៊ីនមួយដែលល្អមែនតើតែមិនដឹងជាមិនដែលភ្ញៀវខ្លះគាត់ដូចបង make up គាត់អត់ចាប់អារម្មណ៍ចាមិនតែ XT5 X2 ទេអាហ្នឹងលើបាត់ចិត្តរបស់យើងហើយ lens ថតយើងមានប្រភេទច្រើន23 14 វាត្រកឬក៏បងទិញ Fuji ក៏បានទិញ lens អីផ្សេងក៏បានដែរកាមេរ៉ាដូរ lens វាងាយស្រួលណាចាហើយបងចង់ប្រើ lens kit ក៏បានដែរតែគ្រាន់ថា lens kit វាមិនថតមិនសូវស្អាតទេបើយើងមានកញ្ចប់ថវិកាល្មមយើងទិញត្រឹម XM5 ក៏បានដែរហើយបន្ទាប់មកយើងដាក់ជាមួយ lens ល្អតិចទៅចាអញ្ចឹងបងដែលគាត់មានតម្រូវការ XM5 ចាទិញមួយ lens ដឹងតែមានតម្លៃពិសេសជូនហើយ lens បងចង់បាន lens អីបងអាចសួរពួកយើងទៅតាមតម្រូវការដែលបងប្រើកុំទិញទៅមិនត្រូវតម្រូវការហើយថត blur background ថតចង់ស្អាតអីប្រើ lens kit អត់ត្រូវទេចា lens kit បាន selfie ធម្មតាទេភាគច្រើនខ្ញុំមិនសូវចង់បានដែរ lens kit ព្រោះថតមើលអត់ឃើញស្អាតទាំងការអ្នកខ្លះគាត់ដឹងឯងគាត់ឃើញគេប្រើថតស្អាតហើយគាត់ទិញធម្មតាមួយ lens kit គាត់ថាម៉ាស៊ីនគាត់ដូចគ្នាដែរមិនបានថតទៅអត់ blur background ដូចគេអត់រូបរាងចេះដូចគេអាហ្នឹងវា depend ទៅលើ lens បន្ថែមខ្ញុំចង់បញ្យល់អញ្ចឹងហើយម៉ាស៊ីននេះ function ល្អហើយព្រោះមាន26 megapixel សំខាន់គឺងាយស្រួលមែនតើអ្នកដែលស្រឡាញ់ color នឹងគឺពវល់នៅលើប៊ូតុនម៉ាស៊ីនតែម្ដងមានប៊ូតុនសេរីហ្មងចាអញ្ចឹងបើមានចំណាប់អារម្មណ៍អីអាចតំណមកកាន់ពួកខ្ញុំឲ្យពួកខ្ញុំជួយណែនាំបន្ថែមបានអរគុណបាយបាយ